មាន5ចំណុចធំខ្ញុំថាសំខាន់ចុះអញ្ចឹងនេះរបបគតិយុត្តនៅមាននៅឡើយរបបគតិយុត្តទម្រង់ប្រភេទការបង្កើតការផ្ទេរលាក់គឺកម្មសិទ្ធិទាំង3នេះឯកជនក៏មានសាធារណៈក៏មានសមរភាពក៏មាននៅក្នុងច្បាប់ភូមិបាលគ្រាន់តែកម្មសិទ្ធិឯកជននេះវាមាននៅក្នុងវិទាញយកទៅក្រមរដ្ឋវិន័យអស់ច្រើនហើយអញ្ចឹងបើសិនជានៅសល់ទៀតបុព្វព័ន្ធអចលនវត្ថុគឺច្បាប់ភូមិបាលនេះអាចបង្កើតថែមបាទហើយក្រមរដ្ឋវិន័យនេះក៏បានទៅសេទុកអញ្ចឹងដែរក៏បានទៅសេបើកច្រកយ៉ាងច្បាស់អញ្ចឹងដែរនិយាយទៅសិទ្ធិប្រតិចាក់ថែមនៅលើបន្ថែមទៅលើក្រមរដ្ឋវិន័យអាចបង្កើតដោយច្បាប់ពិសេសកម្មសិទ្ធិសាធារណៈរបបគតិយុត្តគឺច្បាស់ហើយគឺនៅនឹងមិនអាចយកទៅសេច្បាប់ផ្សេងទេកម្មសិទ្ធិសមរភាពដូចគ្នាយើងឆ្នៃយកអានេះមកបង្កើតជាកម្មសិទ្ធិសមរភាពពេលខ្លះយកអានេះសុទ្ធពេលជាទូទៅយកអានេះបូកអានេះចេញអានេះឬក៏ខ្ញុំកំពុងគិតថាតើយើងយកអានេះសុទ្ធមកប្រើជាសមរភាពបានអត់ពងគិតថាអាចបង្កើតកម្មសិទ្ធិសមរភាពនៅលើដីរដ្ឋបានឬទេកម្មសិទ្ធិសុទ្ធមកសម្រាប់សហគមន៍ទី2ទី3នេះគឺវាឆ្លាស់គ្នាការប្រើប្រាស់កម្មសិទ្ធិឯកជនដើម្បីប្រយោជន៍សាធារណៈកម្មសិទ្ធិឯកជនមាននៅក្នុងនេះណាប៉ុន្តែបើសិនជារដ្ឋតម្រូវឲ្យយកមកប្រើដើម្បីជាប្រយោជន៍សាធារណៈយើងនឹងកំណត់ក្នុងច្បាប់ភូមិបាលយើងមិនអាចមានដី1ឡូយើងមានសិទ្ធិប្រើពេញការ៉េទាំងអស់បានទេនៅសង្គមណាក៏ដូចសង្គមណាដែរបើមិនចឹងយើងសង់ផ្ទះយើងសង់អីដល់គៀកនឹងលបនោះយើងឆ្លោះគ្នាជាមួយអ្នកជិតខាងវល់ហើយមិនបាច់ទេហើយទីក្រុងវិញមិនបាច់ដកទៅហើមទេជាពិសេសស្រុកក្តៅដូចយើងចឹងដែលរដ្ឋបង្ខំឲ្យយើងសង់ចូលក្នុងហ្នឹងអាហ្នឹងគឺដើម្បីប្រយោជន៍សាធារណៈការប្រើប្រាស់កម្មសិទ្ធិសាធារណៈដើម្បីប្រយោជន៍ឯកជនអាហ្នឹងដូចគ្នាបាទអានេះអាចដាក់ជាគោលការណ៍នៅនេះហើយអាចយកទៅលម្អិតករណីផ្សេងទៅតាមច្បាប់មួយបើដីបរិស្ថានខាងបរិស្ថានគេលម្អិតទៅបើដីព្រៃឈើខាងព្រៃឈើគេលម្អិតទៅប៉ុន្តែគោលការណ៍វាត្រូវចេញពីនេះទៅការចុះបញ្ជីអចលនវត្ថុនេះជារឿងធំដែលជាបញ្ហារបស់យើងកម្មវត្ថុព្រោះពីមុនមកយើងមិនបានចុះនៅក្នុងច្បាប់ទេអនុក្រឹត្យចុះបញ្ជីដំបូងភាគច្រើនអនុក្រឹត្យចុះបញ្ជីបន្តបកអន្តរក្រសួងឥឡូវលើកវាមកបញ្ចូលច្បាប់គោលការណ៍សំខាន់មកទុកទៅបែបបត់បានហើយទៅសេនៅក្នុងប្រកាសដដែលប៉ុន្តែបើវាជាគោលការណ៍ដើម្បីតម្រូវឲ្យទាំងរដ្ឋបាលសូដីក្តីទាំងក្រសួងស្ថាប័នក្តីទាំងស្ថាប័នតុលាការក្តីត្រូវទៅសេក្នុងច្បាប់ស្រុកគេហៅច្បាប់ចុះបញ្ជីហ្នឹងបាទនេះមួយផ្នែកធំគឺច្បាប់ចុះបញ្ជីព្រោះស្រុកគេវាមិនសូវមានច្បាប់ចុះបញ្ជីដំបូងនោះទេសម្បូរច្បាប់ចុះបញ្ជីបន្តហ្នឹងហើយនឹងយន្តការគឺរដ្ឋបាលសូដីរបស់យើងនឹងឯង